គ្នាទីមើលថាខ្ញុំនៅណាណែខ្ញុំនៅបូរីទេសចរខ្ញុំចូលចិត្តមកលេងនៅនេះណាកាលមុនតនេអីជិះមកលេងពីអ្នកមិត្តភក្តិខ្ញុំព្រោះនៅនេះផ្ទះនៅនេះស្អាតណាហើយមើលទៅឡើងពិនិត្យហ្មងហើយខ្ញុំពីអ្នកមិត្តភក្តិខ្ញុំតែងតែសម័យក្នុងយថាថ្ងៃណាមានលុយបានទិញផ្ទះនៅនេះលុយណាហើយផ្ទះស្អាតហើយរស់នៅបែបលក្ខណៈថាស្ងប់ស្ងាត់ហើយមានអ្នកនរគ្នាមើលបឹងនៅក្រៅខ្ញុំអូឡើងស្អាតហើយខ្ញុំចូលចិត្តជីវភាពនៅបែបនេះណាវាលក្ខណៈថារ៉ូមែនទិកអីផងស្ងប់ស្ងាត់អីផងហើយបរិយាកាសក៏វាបរិសុទ្ធទៀតហើយជុំវិញអ្នកនរគ្នាមើលគេដើមឈើជុំវិញនោះដើរអត់ងាយក្តៅទេហើយមកលុបគ្រប់ទីកន្លែងហើយមានបងអង្គុយឡើងមកស្រួលអ្នកនរគ្នាអាចមើលបងហើយនៅក្រោមដើមឈើហើយតែងតែសម័យយើងថាថ្ងៃណាមួយបើមានលុយណាទិញផ្ទះនៅនេះឲ្យបានទិញតុមួយតុលក្ខណៈថាផ្ទះលំហែពេលថាថ្ងៃណាដែលយើងស្មុគស្មាញអីមកលេងនៅនេះឯងមកគេងនៅនេះស្ដាប់សំឡេងចាប់យំប្រត់ឡើងអារម្មណ៍ស្ងប់ស្ងាត់ហើយចង់តែងុយទឹកបឹងនេះតែគេថាហាមហែអូយស្ដាយណាបើគេឲ្យហែមិនដឹងសบายយ៉ាងណាហើយអ្នកនរគ្នាមើលទឹកបឹងហើយមើលផ្ទះគេអូយតែណាថាពេលបើកទ្វារផ្ទះមកខ្វាក់ឃើញបឹងមួយដ៏ស្រស់ស្អាតឃើញដើមឈើជុំវិញផ្ទះអូយមិនដឹងថាល្អយ៉ាងណាទេណាតែឥឡូវសំលុយអត់តាន់បានដឹងកាលណាបានលុយទិញផ្ទះគេទេណាខំប្រឹងធ្វើការដែរតែចាំមើលប៉ុន្មានឆ្នាំទៀតស៊ូនឹងខំរយបានហើយនេះពេលព្រឹកអីយើងអាចដើរហាត់ប្រាណបានជុំវិញបឹងអានេះផ្លូវសម្រាប់ជិះម៉ូតូឡានអានេះផ្លូវហាត់ប្រាណហើយគ្រប់ទីកន្លែងសិតដើមឈើអ្នកនរគ្នាមើលអូយឡើងស្អាតហើយមើលផ្កាឡើងចម្រុះពណ៌ម្ដងនោះហើយមើលតាផ្ទៃមេឃទៅដឹងហើយមានអារម្មណ៍ថាអើយឡើងស្រឡះហ្មងណាហើយណោះក៏មានហាត់ប្រាណដែរណោះក៏ដើរហាត់ប្រាណមកសបាយទៅហើយតែនៅនេះសបោគេទិញច្រើនណាគេទិញច្រើនហើយតែនៅខ្ញុំអត់ទាន់បានទិញហើយមានកន្លែងចុះទៅលេងចិត្តគៀកតាទៀតនេះអូយហើយបើបានទៅអង្គុយពេលយប់អីណាហើយមានភ្លើងទៀនដែត2នាក់សង្សារអីទៅអូលោយ៉ាងណាណោះហើយនេះច្រកចូលអ្នកនរគ្នាគ្រាន់តែមើលក៏ដឹងថាវាស្រស់ស្អាតយ៉ាងណាផ្លូវអមទៅដោយដើមឈើហើយអត់មានសម្រាមអីសោះហើយរស់នៅស្ងប់ស្ងាត់ហើយក៏គេមានសួនច្បារដែរនោះកន្លែងសម្រាប់ក្មេងលេងនោះធំលេងក៏បានមកហាត់ប្រាណលេងហើយនេះដើរនៅក្នុងសួនច្បារនេះឯងអូយឡើងស្អាតក្នុងហ្នឹងឡើងតែជាក់ស្រាប់ហ្មងណាហើយនេះខ្ញុំចាប់អារម្មណ៍កន្លែងមួយមានទឹកធ្លាក់អីណាដូចទឹកជ្រោះឡើងលយហើយផ្កាសងខាងហើយនេះបរិវេណមានកន្លែងហាត់ប្រាណដែរអង្គុយលេងហើយមានរូបសត្វអូយស្អាតណាក្មេងៗមកលេងដឹងតែសប្បាយមកហើយដើរទៅមុខទៅទៀតមានកន្លែង playground សម្រាប់ក្មេងៗអញ្ចឹងអ្នកដែលមានកូនអីមកលេងណាមកទិញផ្ទះនៅនេះមានកន្លែងលេងស្រាប់អូសប្បាយណាហើយតាមផ្លូវផ្ទះហ្នឹងសិតគេទិញសឹងគ្រប់គ្នាអស់ហើយនៅសល់ទិញហើយរស់នៅនេះខ្ញុំគិតថាសុវត្ថិភាពព្រោះមនុស្សក៏នៅច្រើនហើយមានសន្តិសុខគ្រប់ទីកន្លែងចឹងទៅវាអត់មានហានិភ័យអីខ្លាចមានបញ្ហាអីផ្សេងចឹងទៅជីវិតនៅនេះល្អណាស់ហើយអ្នកនរគ្នាមើលតែផ្ទះនៅក្រៅខ្ញុំអូយស្អាតម្ល៉េះ